ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះរៀងទំនេរបន្តិចបងប្អូនតាមពិតទៅអត់ទំនេរទេស្រូវមិនទាន់ហើយតែគ្រាន់ថាខ្ញុំរវល់ធ្វើការទៅអត់បានទៅជួយជ្រូតហើយឆ្លៀតពេលទំនេរពេលថ្ងៃបន្តិចហ្នឹងក៏ឆ្លៀតមកបោសសម្រាមបន្តិចទៅបងប្អូននៅកន្លែងហាលខោអាវដីតូចពេកបងប្អូនមកល្មមតែផ្ទះអញ្ចឹងណាហើយខ្ញុំក៏រៀបចំទៅឆ្លៀតពេលទំនេរហ្នឹងមកបោសសម្រាមសម្អាតទៅរវល់តែទៅស្រែអត់បានស្អាតបងប្អូនហើយក្មេងៗច្រើនទៀតដល់ពេលក្មេងច្រើនអញ្ចឹងសម្រាមច្រើនដែរគាត់លេងក្មេងៗធម្មតាគាត់លេងបងប្អូនគាត់លេងគាត់យកនេះយកនោះមកលេងណាយើងក៏មិនដឹងចេះថាម៉េចដែរប្រដីយើងចង្អៀតហើយក្មេងបើអត់ឲ្យគាត់លេងគាត់ទៅលេងកន្លែងណាអញ្ចឹងមានតែតាមដំណើរទៅគាត់លេងអីក៏លេងទៅចាំយើងបោសសម្អាតតាមក្រោយនេះដូចជាខានបោសដូចជាកន្លះខែដែរហើយបងប្អូនអញ្ចឹងថ្ងៃនេះទំនេរ1 ម៉ោងអីហ្នឹងក៏ឆ្លៀតបោសសម្អាតបន្តិចទៅឲ្យស្អាតឲ្យស្លាស់អញ្ចឹងណាបងប្អូនកន្លែងហ្នឹងដីហ្នឹងតូចមួយទេហាលខោអាវផងហើយក្មេងគាត់លេងក្បែរហ្នឹងផងណាបងប្អូនហើយម៉ែឪរបស់នាងខ្ញុំហ្នឹងក៏ឆ្លៀតទៀតបងប្អូនហើយគឺថាចាស់ហ្នឹងគាត់ដឹងមិនគាត់ទេគាត់រពឹសដៃរពឹសជើងគាត់ដាំដំណាំដាំនេះដាំនោះទុកក្រាន់ហូបដូចស្លឹកគ្រៃដូចបន្លែអីតិចតួចហ្នឹងគាត់ដាំទុកហូបក៏ពិបាកទិញគេនាងខ្ញុំក៏មកបោសសម្អាតឲ្យស្លាស់បន្តិចទៅតាមពិតទៅដល់ពេលគាត់ដាំអញ្ចឹងស្អាតផ្ទះម្យ៉ាងដែរបងប្អូនយើងអត់ដាំហ្នឹងស្លាស់វាលមែនក៏ប៉ុន្តែអត់សូវដូចថាមានសពន្ធភាពដល់ពេលគាត់ដាំដំណាំមានបន្លែបៃតងអីនៅខាងជុំវិញផ្ទះអញ្ចឹងគឺស្អាតម្យ៉ាងដែរទេនាងខ្ញុំថ្ងៃនេះបោសបានជុំវិញដែរបងប្អូនមិនសូវជាបានស្អាតអីប្រហែលទេព្រោះប្រញាប់ទៅវិញបងប្អូនហើយសម្រាប់ក៏មិនសូវជាច្រើនដែរយើងបោសបន្តិចទៅហើយមិនថាផ្ទះមិនថាកន្លែងណាទេបងប្អូនឲ្យតែកន្លែងរស់នៅគឺសម្រាប់នាងខ្ញុំចូលចិត្តបោសសម្អាតឲ្យស្អាតអញ្ចឹងបងប្អូនពេលខ្លះក៏រវល់ពេកក៏មិនបានធ្វើទេអត់ដូចស្ត្រីមេផ្ទះទេស្ត្រីមេផ្ទះគាត់នៅផ្ទះទៅគាត់បានធ្វើការងារសពគ្រប់ជ្រុងជ្រោយតែនាងខ្ញុំអត់បានទេបងប្អូននៅណារត់ទៅធ្វើការផងណារត់មកធ្វើការងារផ្ទះផងណាទៅស្រែផងទៅចំការផងពិបាកដែរបងប្អូនអ្នកខ្លះគេអត់យល់ទេថាយើងពិបាកអីយើងត្រូវរ៉ាប់រងអីខ្លះគេអត់ដឹងទេគេអត់បាននៅជាមួយយើងអញ្ចឹងណាមានតែយើងខ្លួនឯងទេដែលដឹងខ្លួនឯងថាយើងពិបាកប៉ុណ្ណាហើយរវល់អីខ្លះទំនេរអីខ្លះជំនឿបន្តិចទៀតបងប្អូនខែ2ខែ3អីឯណាទៅធ្វើនេះធ្វើនោះផងគឺការងារហ្នឹងដឹងស្អីទេតែធ្វើមិនទេយើងកើតមកយើងជាម្ដាយគេយើងត្រូវទទួលខុសត្រូវជីវិតរបស់គេអញ្ចឹងណាបងប្អូនយើងមានកូនអញ្ចឹងទៅយើងត្រូវទំនុកម្រងរបស់គាត់អញ្ចឹងយើងមានតែខិតខំធ្វើការងាររលុយរកកាក់សម្អាតផ្ទះផងរលុយមកឲ្យកូនរៀនផងជារឿងធម្មតាទេបងប្អូនបើថាឲ្យហត់ឲ្យខ្ជិលអីហ្នឹងមិនដែលចេះនិយាយថាហត់មិនទេព្រោះដើម្បីកូនណាបងប្អូននាងខ្ញុំបោសសម្អាតរួចហើយក៏មកកាត់ស្លឹកគ្រៃហ្នឹងចេញខ្លះបងប្អូនដោយសារតែច្រើនពេកអញ្ចឹងទៅស្ទុំអញ្ចឹងក៏កាត់ឲ្យស្លាស់តិចទៅឲ្យស្រួលផ្លូវយើងដើរទៅមកដែរអញ្ចឹងណាបងប្អូនគាត់ដាំទៅ2គុំ3គុំនិយាយរួមទៅដីហ្នឹងដាំអីដោះហ្នឹងបងប្អូនឲ្យតែដាំទេអាឡើងដោះនេះគាត់ដាំ2 3គល់ដោះមកឡើងប៉ុណ្ណាណៃបងប្អូនហើយរាល់ថ្ងៃគឺអត់ពិបាកទេពេលចង់ស្លធ្វើម្ហូបអីគឺថាគ្រឿងហ្នឹងនៅជុំវិញផ្ទះបន្លែក៏ដូចគ្នាដែរឲ្យតែត្រូវការហូបអីហ្នឹងគឺថាមិនសូវទិញគេទេបងប្អូនមានជុំវិញផ្ទះក៏ដាំនេះបន្តិចនោះបន្តិចទៅដល់ពេលយើងត្រូវការហូបទៅក៏មានស្រាប់ទៀតគាត់ឧស្សាហ៍ណាបងប្អូនសម្បីតែផ្កាក៏គាត់ដាំដែរទោះតែថាដីយើងរៀងតូចតែมันជាថ្មីទេដីតូចក៏មិនអីដែរនាងខ្ញុំកាត់បោសសម្អាតឲ្យស្លាស់អញ្ចឹងមិនសូវជាបានស្អាតប្រហែលទេស្ត្រីមានផ្ទះបើយើងបាននៅផ្ទះកាលមុននាងខ្ញុំធ្លាប់នៅផ្ទះបងប្អូនធ្លាប់ធ្វើជាស្ត្រីមានផ្ទះគឺមួយថ្ងៃវាស់ល្ងាចតែផ្ទះហ្នឹងស្អាតដោយសារតែយើងមានអ្នករ៉ាប់រងជាមេគ្រួសារសម្រាប់រលុយមកផ្គត់ផ្គង់ក្នុងគ្រួសារហើយយើងជាស្ត្រីហ្នឹងក៏មានតែនៅផ្ទះរៀបចំផ្ទះមើលកូនមើលសម្បែងអីអញ្ចឹងណាបងប្អូនហើយដល់ពេលរាល់ថ្ងៃគឺរកខ្លួនឯងចំណាយខ្លួនឯងនិយាយរួមទៅយើងជាស្ត្រីបងប្អូនត្រូវតែចេះរកលុយខ្លួនឯងត្រូវតែមានប្រាក់ចំណូលខ្លួនឯងបានស្រួលចង់ចាយអីក៏បានចង់ធ្វើអីក៏បានហើយ
ការសិក្សារៀនសូត្ររបស់កូនយើងហ្នឹងក៏ស្រួលដែរបងប្អូនធូរមួយចំណែកដែរជុំវិញផ្ទះហ្នឹងសម្អាតឲ្យស្អាតអញ្ចឹងទៅគឺស្អាតដែរបងប្អូនសម្រាប់ច្រើនដែរព្រោះក្មេងៗគាត់ច្រើនណាក្មេងៗគាត់លេងបងប្អូនគាត់លេងគាត់យកនេះយកនោះពេលខ្លះយើងបោសសម្អាតអញ្ចឹងហើយគាត់យកមកចាក់លេងក៏មានដែរ